អាយុដំនេះដំសនេទាសៃហាឧបនាយករដ្ឋមន្ត្រីក្រសួងការពិជាតិបានអញ្ជើញជាធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលវឹកវើនិងបំពេញឆ្នាំសិក្សា2025-2026និងបន្តបើកវគ្គបណ្ដុះបណ្ដាលវឹកវើនិងបំពេញឆ្នាំសិក្សា2026-2027របស់សាកលវិទ្យាល័យការពិជាតិនាព្រឹកថ្ងៃទី20ខែមេសាឆ្នាំ2026នេះយោងតាមសន្ទរកថាស្វាគមន៍និងរបាយការណ៍វឌ្ឍនភាពការងារនិងលទ្ធផលវគ្គវឹកវើបណ្ដុះបណ្ដាលឆ្នាំ2025និងបន្តបើកវគ្គសិក្សាឆ្នាំ2026-2027របស់ឯកឧត្តមស្នេហ៍ឯកដកសុផាសាកលវិទ្យាធិការសាកលវិទ្យាល័យការពិជាតិបានឲ្យដឹងថាវគ្គសិក្សាឆ្នាំ2025-2026សាកលវិទ្យាល័យការពិជាតិបានអនុវត្តការងារបណ្ដុះបណ្ដាលវឹកវើនិងបំពេញបានចំនួន11វគ្គនិងមាននិស្សិតនិងសិក្ខាកាមជាតិនិងអន្តរជាតិសរុបចំនួន604នាក់និងវគ្គបន្តសម្រាប់ឆ្នាំសិក្សា2026-2027ចំនួន13វគ្គដែលមាននិស្សិតនិងសិក្ខាកាមចំនួន307នាក់និងវគ្គថ្មីចំនួន14វគ្គដែលមាននិស្សិតនិងសិក្ខាកាមចំនួន763នាក់ក្នុងនោះនិស្សិតយោធាបរទេសមានចំនួន95នាក់ដែលមានមកពី4ប្រទេសគឺប្រទេសវៀតណាមចំនួន62នាក់ប្រទេសឡាវចំនួន20នាក់សហភាពមីយ៉ាន់ម៉ាចំនួន11នាក់និងប្រទេសចិនចំនួន2នាក់ចំពោះលទ្ធផលនិស្សិតនិងសិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សាឆ្នាំ2025-2026ដែលបានប្រឡងបញ្ចប់វគ្គនៅសាកលវិទ្យាល័យការពិជាតិចំនួន11វគ្គមាននិស្សិតនិងសិក្ខាកាមចំនួន604នាក់ដោយទទួលបានលទ្ធផលមាននិទេសល្អប្រសើរ17នាក់និទេសល្អណាស់105នាក់និទេសល្អ81នាក់និទេសបង្គួរ146នាក់និទេសមធ្យម254នាក់និងខ្សោយធ្លាក់1នាក់ឯកឧត្តមនាយឧត្តមសេនីយ៍ទីសីហាបានថ្លែងនៅការកោតសរសើរនិងមានតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសាស្ត្រាចារ្យយោធាចារ្យបុគ្គលិកសិក្សានាយទាហានពលទាហាននៃសាកលវិទ្យាល័យការពិជាតិដែលបានអនុវត្តភារកិច្ចស័ក្តិសមជាគ្រឹះស្ថានឧត្តមសិក្សារបស់ក្រសួងការពិជាតិនៃកងយោធពលខេមរៈភូមិន្ទដែលបានដើរតួនាទីយ៉ាងសំខាន់លើការងារបណ្ដុះបណ្ដាលធនធានមនុស្សការអភិវឌ្ឍសមត្ថភាពកងទ័ពទាំងខាងចំណេះដឹងទូទៅស្មារតីឆន្ទៈមនសិការស្នេហាជាតិជំរុញដល់ការឈានចូលនិងទទួលយកបដិវត្តកម្ម Digital ដើម្បីឆ្លើយតបទៅនឹងភាពជឿនលឿននៃបច្ចេកវិទ្យាវិទ្យាសាស្ត្រសម័យទំនើបនវានុវត្តន៍យោធានៅក្នុងតំបន់និងសកលលោកដើម្បីធានាចីរភាពនៃការអភិវឌ្ឍក្នុងវិស័យការពិជាតិជាលេខក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានគោរពអរគុណដល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្ដល់នូវសមិទ្ធផលជាច្រើនជាពិសេសការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតនិងសូមអរគុណថ្នាក់ដឹកនាំក្រសួងស្ថាប័នរដ្ឋនិងឯកជនបណ្ដាសេនានុព័ន្ធអនុព័ន្ធយោធានានាដែលបានបរិច្ចាគនៅធនធាននិងសម្ភារៈជួយដល់សាកលវិទ្យាល័យការពិជាតិរបស់យើងហើយទាំងនេះគឺជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលជាផ្នែកមួយនៃផែនការរបស់រាជរដ្ឋាភិបាលក្នុងការបណ្ដុះបណ្ដាលមូលធនមនុស្សដើម្បីបុព្វហេតុការពីបូរណភាពទឹកដីនៃមាតុភូមិរបស់យើងនិងកិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិដើម្បីចូលរួមថែរក្សាសន្តិភាពឯកឧត្តមបានបញ្ជាក់ថាជាការពិតណាស់សាកលវិទ្យាល័យការពិជាតិគឺជាគ្រឹះស្ថានឧត្តមសិក្សារបស់ក្រសួងការពិជាតិដែលបានបណ្ដុះបណ្ដាលនាយទាហានជាន់ខ្ពស់នាយទាហានក្នុងវិស័យការពិជាតិដោយផ្ដោតជាសំខាន់លើជំនាញឯកទេសវិស័យយោធាវិទ្យាសាស្ត្រសង្គមវិទ្យាសាស្ត្រពិតភាសាជាតិនិងអន្តរជាតិព្រោះថាវិស័យយោធាបច្ចុប្បន្នទាំងក្នុងតំបន់និងសកលលោកមានការវិវត្តស្មុគស្មាញឥតឈប់ឈរដែលអាចជះឥទ្ធិពលដល់វិស័យការពិជាតិនៃព្រះរាជាណាចក្រកម្ពុជាចំពោះការប្រែប្រួលទាំងនេះបានតម្រូវឲ្យមានការគិតគូរហ្មត់ចត់អំពីចក្ខុវិស័យយុទ្ធសាស្ត្រការពិជាតិឯកឧត្តមឧបនាយករដ្ឋមន្ត្រីទីសីហាក៏បានសំណូមពរនិងអំពាវនាវដល់ថ្នាក់ដឹកនាំនាយទាហាននិងពលទាហាននៃកងយោធពលខេមរៈភូមិន្ទនៅគ្រប់លំដាប់ថ្នាក់ត្រូវតែជាកម្លាំងមានឧត្តមគតិស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិចំពោះរាជរដ្ឋាភិបាលនិងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារឯករាជ្យជាតិអធិបតេយ្យទឹកដីនៃព្រះរាជាណាចក្រកម្ពុជាការពារសន្តិភាពនិងបន្តប្រពៃណីសាមគ្គីឯកភាពជាធ្លុងមួយក្នុងការបំពេញភារកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូន។